បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្សែកថានឹងលើកយករឿងមួយដែលតាក់ទងនឹងបងប្រុសម្នាក់ដែលគាត់ឈ្មោះបងចិនគាត់មានអាយុ24ឆ្នាំគាត់មានមុខរបរជាគ្រូបង្រៀនមានថ្ងៃមួយខាងសាលាបានដាក់ការឈប់សម្រាករយៈពេល5ថ្ងៃគាត់ដោយឃើញថាជាឱកាសល្អគាត់ក៏បានបបួលមិត្តភ័ក្តិរបស់គាត់ទៅដើរលេងនៅខេត្តមួយគឺជាខេត្តកំពង់ចាមនឹងឯងបងចិនគាត់ក៏បានយកទូរស័ព្ទទៅខលហៅមិត្តភ័ក្តិរបស់គាត់ម្នាក់ដែលឈ្មោះថាបងចិត្តហើយមិត្តភ័ក្តិរបស់គាត់មួយទៀតមានឈ្មោះថាបងលេងអាលេងអាចចិត្តថ្ងៃនេះអញទំនេរវើយហែងដើរលេងអត់តាបងចិត្តគាត់តបអញក៏ទំនេរដែរវើយអញមិនដឹងថាអាលេងវាទំនេរអត់តាហែងសាក់សួរវាមើលអាលេងហែងទំនេរអត់តាអាចិនបបួលយើងទៅដើរលេងវើយបងលេងគាត់តបមានអីអញទំនេរតានិយាយចឹងអាចិនហែងគិតថាទៅដើរលេងណាបងចិនគាត់តបអញគិតថាទៅខេត្តកំពង់ចាមអានេះបើឯងចង់ទៅហើយរៀបចំកៅអៅឲ្យហើយទៅចាំអញស្អែកនឹងមកយកឯងបងចិត្តបងលេងលឺហើយគាត់ថាចាំអញរៀបចំខោអាវឲ្យហើយវើយចាំមកយកអញផងស្អែកនឹងលុះដល់ស្អែកឡើងបងចិនគាត់ក៏បានបើកឡានមកយកបងចិត្តបងលេងពិតមែនបងចិត្តបងលេងគាត់ក៏បានឡើងឡានបងចិននៅតាមផ្លូវបងលេងគាត់និយាយថានិយាយចឹងអាចិនហែងគិតថាទៅដើរលេងណានៅតំបន់ណាបងចិនគាត់តបអញគិតថាចង់ទៅលេងតំបន់វាស្រែព្រោះអីនៅទីនោះមានផ្ទះពូរបស់អញវើយដែលគាត់ជាអ្នកនៅទីនោះបងលេងគាត់ឈប់និយាយនិងអង្គុយដែលស្ងៀមស្ងាត់លុះទៅដល់ខេត្តកំពង់ចាមមានបងប្អូនអ្នកភូមិជាច្រើនកំពុងតែដឹកគោទៅផ្ទះព្រោះនៅពេលនេះប្រហែលជាម៉ោង5ល្ងាចហើយមិនបានប៉ុន្មានក៏ទៅដល់ផ្ទះពូរបស់បងចិនពេលនោះបងចិនបងចិត្តបងលេងក៏បានចុះពីលើឡានហើយលើកដៃជម្រាបសួរពូរបស់បងចិនពូរបស់បងចិនគាត់មានឈ្មោះថាពូសុកពេលនោះពូសុកបាននិយាយថាហែងមកលេងពូមែនណាបាទពូបាទក្មួយមកលេងជាមួយមិត្តភ័ក្តិពូសុកនិយាយថាចូលផ្ទះសិនមកក្មួយពេលនោះបងចិនបងចិត្តបងលេងបានដើរចូលផ្ទះពូសុកបាននិយាយថាអាចិនផ្ទះពូតូចណាស់អាក្មួយតាមើលមានតាហែងទៅដេកផ្ទះចំការទេមើលតាមើលបងចិនតបអត់អីទេពូចាំខ្ញុំទៅសម្រាកទីនោះជាមួយពួកអាពីរក្បាលនេះពេលនោះពូសុកបានហៅប្រពន្ធរបស់គាត់ឲ្យយកសោឲ្យពូសុកបាននិយាយថានេះសោយកសោនេះទៅចាក់ទ្វាររបងទៅតែពេលនោះបងចិនបានប្រាប់ពូគាត់ថាពូអាចជូនខ្ញុំទៅបានអត់ពូព្រោះឯងខ្ញុំខានមកទីនេះយូរហើយពូសុកតបអត់អីទាំងចឹងចាំពូទៅបងចិនបាននិយាយថាអរគុណពូកំពុងរកកន្លែងស្ងប់ស្ងាត់ផង
ឥឡូវមកប៉ះចំតែម្ដងបងចិននិយាយតែប៉ុណ្ណឹងក៏ស្ងាត់មាត់លុះដើរទៅដល់ផ្ទះចំការគឺជាផ្ទះចំការរបស់ពូសុកបងលេងលាន់មាត់ថាអាចិនផ្ទះអីដូចជាផ្ទះខ្មោចមែបងលេងនិយាយទៀតថាអាចិននឹងមែនផ្ទះពូឯងគាត់និយាយនេះនិយាយតិចទេដោយសំឡេងនេះពូសុកមិនបានឮឡើយស្អីផ្ទះអីដូចជាផ្ទះខ្មោចចឹងបងចិនតបអាលេងសូម្បីតែអញក៏គិតចឹងដែរបងចិត្តនិយាយថាអាពីរក្បាលហើយនាំអញមកដើរលេងឬក៏ឯងនាំអញមកដេកផ្ទះខ្មោចអញមើលទៅផ្ទះនោះអញដូចជាមិនហ៊ាននៅសោះយ៉ាងម៉េចយ៉ាងម៉ាសួរពូឯងមើលមានផ្ទះណាក្រៅពីផ្ទះនេះអត់បងចិនគាត់ក៏តបចាំអញសួរគាត់មើលពេលនោះបងចិនគាត់ក៏បានសួរពូសុកថាពូមានផ្ទះផ្សេងអត់ពូក្រៅពីផ្ទះហ្នឹងអត់ពូសុកគាត់តបអាចិនពូណាមានផ្ទះ3-4ខ្នងពូមានតែផ្ទះនឹងឯងដែលលោកយាយរបស់ឯងហ្នឹងទុកឲ្យពូនឹងឯងតាំងពីគាត់នៅរស់ម្លេះហើយផ្ទះនេះពូតែងតែមកសម្អាតជារៀងរាល់ថ្ងៃហ្នឹងឯងខ្លាចមែនពូសុកនិយាយចឹងហើយក៏ស្ងាត់មាត់បើយើងមើលទៅផ្ទះសន្ធិដ្ឋនៅជាប់នឹងវាលស្រែរបស់ពូសុកបើយើងមើលទៅសភាពផ្ទះវិញគឺចាស់ទ្រុឌទ្រោមហើយពេលនោះពូសុកក៏បានយកសោទៅចាក់ទ្វាររបងដើរចូលទៅគ្រាន់តែបងចិនបងលេងបងចិត្តឈានជើងចូលមិនបានប៉ុន្មានផងក៏ស្រាប់តែមានខ្យល់ចម្លែកបក់មកយ៉ាងត្រជាក់ខុសពីធម្មតាបើមើលទៅបងចិនបងលេងបងចិត្តគាត់មើលមុខគ្នាដោយព្រឺឆ្អឹងខ្នងពេលឡើងទៅដល់លើផ្ទះភ្លាមក្នុងផ្ទះគឺមានមុងភួយជាស្រេចដោយមិនឲ្យពួកគាត់ពិបាកហើយពួកគាត់ដើរមើលលើមើលក្រោមមួយសន្ទុះនៅលើផ្ទះនោះពូសុកគាត់ដឹងថាគាត់អស់កិច្ចការហើយគាត់ក៏លាបងចិនមកផ្ទះវិញពេលនោះបងចិនបងលេងបងចិត្តពួកគាត់ញ៉ាំបាយអីហើយក៏នាំគ្នាចូលគេងជាធម្មតាដោយយប់នោះគ្មានរឿងអ្វីកើតឡើងឡើយលុះព្រឹកឡើងពួកគាត់នាំគ្នាទៅផ្ទះពូរបស់បងចិនដើម្បីយកឡានជិះដើរលេងព្រោះយប់មិញហ្នឹងបងចិនបានទុកឡាននៅផ្ទះពូសុកពួកគាត់ជិះឡានមើលទេសភាពជាធម្មតាលុះពេលល្ងាចចូលមកដល់ប្រហែលជាម៉ោង6បានពួកគាត់មកដល់ផ្ទះវិញគឺជាផ្ទះពូរបស់គាត់នឹងឯងមេឃចាប់ផ្ដើមងងឹតខ្លាំងទៅដែលធ្វើឲ្យពួកគាត់មើលផ្លូវមិនឃើញបងចិនក៏ទុកឡាននៅឯផ្ទះពូរបស់គាត់ហើយគាត់និងមិត្តភ័ក្តិរបស់គាត់ដើរមកផ្ទះចំការវិញដោយបើកភ្លើងទូរស័ព្ទបញ្ចាំងពេលទៅដល់ផ្ទះនោះនៅជុំវិញងងឹតឈឹងគ្មានពន្លឺដែលបញ្ចាំងពីផ្ទះអ្នកភូមិទេគឺមានតែពន្លឺទូរស័ព្ទរបស់បងចិននឹងឯងពេលចូលទៅដល់ក្នុងផ្ទះអាកាសធាតុចាប់ផ្ដើមត្រជាក់ហើយពេលនោះពួកគាត់ចូលងូតទឹកជាធម្មតាដោយបងលេងចូលងូតទឹកមុនគេអាចិនក្នុងបន្ទប់ទឹកអស់ទឹកហើយវើយបងចិនតបបើអស់ទឹកទៅងូតទឹកពីនឹងក្រៅទៅអើយនៅក្រោយផ្ទះពេលនោះបងលេងគាត់ក៏ដើរទៅពីងនៅឯក្រៅផ្ទះមែនដោយគាត់ទៅដោយកាន់ពិលទូរស័ព្ទទៅបញ្ចាំងបងលេងដើរទៅដល់ពីងដែលនៅឯក្រៅផ្ទះនោះ
ហើយគាត់ចាប់ផ្ដើមងូតទឹកតែម្ដងក្នុងអំឡុងពេលនោះពេលដែលគាត់កំពុងតែងូតទឹកនឹងស្រាប់តែឮសំឡេងអ្វីម្យ៉ាងដែលឮចេញពីគុម្ព្រៃក្បែរពាងទឹកមួយទៀតពេលនោះបងលេងក៏ងាកមើលក៏ឃើញមាននារីម្នាក់កំពុងអង្គុយនៅជិតពាងទឹកបងលេងឃើញចឹងហើយក៏ស្រែកសួរថាអ្នកណាគេនឹងពេលនោះនារីម្នាក់នោះក៏ងាកក្បាលមកដោយខ្លួនរបស់គាត់មិនកម្រើកទេគឺក្បាលរបស់គាត់វិលមកក្រោយពេលនោះបងលេងក៏ស្រែកនឹងរត់ចោលរបស់របរដែលគាត់បានយកមកពេលរត់ទៅដល់មុខផ្ទះគាត់ប្រាប់បងចិនថាអាចិនខ្មោចអាចិនបងចិនសួរថាមើលខ្មោចនៅណាអញអត់ឃើញផងនឹងហើយនំអញទៅមើលមើលពេលនោះបងលេងក៏នាំបងចិនទៅកន្លែងមុជទឹកដែលគាត់បានមុជទឹកពេលនោះបងចិត្តក៏មកតាមដែរបងចិនសួរទៅកាន់បងលេងថាមើលអាលេងណាខ្មោចឯងអញនឹកឃើញផងហ្នឹងអានេះចេះមានហ្មងតាមើលឯងស្វាំងភ្នែកតាមើលយីអានេះចេះប្រឡែងសើចឯងបងលេងគាត់តបយីអាមួយនេះអញប្រាប់ជឿទៀតអានេះមិញហ្នឹងអញឃើញមែនណាបងចិនគាត់មិននិយាយច្រើនក៏ប្រាប់ឲ្យបងលេងងូតទឹកឲ្យលឿនទៅចាំគាត់នៅចាំបងលេងដោយប្រាប់មិត្តភក្តិមិនស្ដាប់ក៏ចាក់បណ្ដោយទៅតាមនឹងទៅលុះបងលេងងូតទឹកហើយគឺដល់វេនបងចិត្តម្ដងហើយពេលដែលបងចិត្តងូតទឹកគាត់ក៏បានក្រលៀសភ្នែកមើលទៅកាន់វាស្រែស្រាប់តែឃើញមានមនុស្សម្នាក់ឈរនៅលើភ្លឺស្រែដោយមិនកម្រើកខ្លួនបន្តិចសោះបងចិត្តនិយាយថាចុំមនុស្សឯណាមកឈរកណ្ដាលស្រែទាំងយប់នឹងគាត់ឃើញអញ្ចឹងហើយគាត់មិនបានចាប់អារម្មណ៍ទេគាត់គិតថាប្រហែលជាអ្នកភូមិនៅទីនេះដើរចាប់កង្កែបនៅពេលយប់ហើយលុះគាត់ងូតទឹកហើយក៏នាំគ្នាញ៉ាំបាយជាធម្មតាពួកគាត់ញ៉ាំបាយហើយឡើងទៅលើផ្ទះគេងជាធម្មតាលុះដល់យប់ជ្រៅចូលមកដល់បងចិនគាត់កំពុងតែដេកហ្នឹងគាត់ក៏បានឮសំឡេងមួយគឺជាសំឡេងកាប់ដីបងចិនគាត់ថាជុំអ្នកណាអីក៏ទំនេរម្លេះមកកាប់ដីអីនៅពេលយប់ពេលនោះបងចិនក៏ក្រោកចេញពីមុងដើរទៅបើកបង្អួចមើលលុះគាត់ដើរទៅដល់បង្អួចគាត់បានបើកបង្អួចតិចមើលដើម្បីមើលថានៅខាងក្រោមជានរណាពេលគាត់បើកបង្អួចក្រាបគាត់ឃើញមានមនុស្សជាច្រើនកំពុងតែកាប់ដីអ្នកខ្លះរាស់ដីពេលនោះបងចិនគាត់ដឹងច្បាស់ហើយថាមនុស្សទាំងនោះមើលទៅមិនមែនជាមនុស្សទេមនុស្សឯណាមកកាប់ដីកណ្ដាលយប់នឹងគាត់ក៏បានបើកបង្អួចឲ្យធំមើលម្ដងនេះគាត់ឃើញច្បាស់តែម្ដងដោយមនុស្សទាំងអស់នោះពួកវាគ្មានក្បាលទេឯអ្នកខ្លះទៀតដាច់ដៃដាច់ជើងខ្លះមានតែពាក់កណ្ដាលខ្លួនទេបងចិនគាត់ឃើញចឹងហើយគាត់ក៏បិទបង្អួចភ្លាមហើយរត់ឡើងលើគ្រែយ៉ាងលឿនយកភួយមកឃ្លុំចិត្តឈឹងដោយមិនគិតពីអ្វីពេលនោះសំឡេងកាប់ដីឮកាន់តែខ្លាំងឡើងដោយលាយឡំជាមួយសំឡេងមនុស្សនិយាយគ្នាមួយសន្ទុះក្រោយមកសំឡេងនោះក៏បាត់ទៅវិញដោយពេលនោះបងលេងបងចិត្តគេងលក់អស់ហើយគឺនៅតែបងចិនតែប៉ុណ្ណោះដែលមិនទាន់គេងលក់ពេលនោះសំឡេងគោះទ្វារបានបន្លឺឡើងបងចិនក៏បើកភួយ
ក្រលៀសភ្នែកទៅមើលគាត់ដឹងច្បាស់ហើយថាសំឡេងនោះគឺមិនមែនជាមនុស្សទេគឺមិនមែនជាមនុស្សអ្នកគោះទេមនុស្សឯណាមកគោះទ្វារអីកដាយប់ហ្នឹងមួយសន្ទុះក្រោយមកសំឡេងនោះក៏បាត់ទៅវិញគាត់ក៏ទៅឮសំឡេងចានឆ្នាំងធ្លាក់ឮថាខ្ចាយពេលនោះបងលេងបងចិនក៏ភ្ញាក់ហើយសួរទៅកាន់បងចិនថាអាចិនហើយវិធីឯងបានជាឯងខ្លុំភួយនឹងបងចិនតបអាពីរនាក់អញឃើញខ្មោចបងចិត្តបងលេងឮចឹងហើយក៏មើលមុខគ្នាពេលនោះសំឡេងកាប់ដីបានបន្លឺឡើងធ្វើឲ្យបងចិត្តបងលេងឆ្ងល់បងលេងបានប្រាប់ទៅបងចិត្តថាមើលអាចិត្តឯងសាក់ដើរទៅបើកទ្វារមើលឯងមើលថាវាជាស្អីបងចិត្តក៏ដើរទៅបើកទ្វារមើលក៏ឃើញមាននារីម្នាក់សក់ឡើងវែងកំពុងតែអង្គុយនៅវាលស្រែតែម្នាក់ឯងពេលនោះនាងក៏បែរមុខមកម្ដងបន្តិចដោយខ្លួននៅថ្មឹងមិនកម្រើកអ្វីសោះគឺគាត់ឃើញថានារីម្នាក់នោះបែរមកតែក្បាលទេហើយញញឹមដាក់បងចិត្តឆ្ងាញ់ដោយមាត់រយះដល់គុំធ្គាមហើយក៏ធ្លាក់ភ្នែកមកខាងធ្វើឲ្យបងចិត្តបិទទ្វារក្រាំងដោយគាត់មិនហ៊ានមើលទៀតបងលេងសួរថាអាចិត្តឯងថៃឯងឯងមានឃើញអីអត់បងចិត្តគាត់តបអញអត់ឃើញអីទេបងលេងគាត់ស្ងាត់មាត់ហើយគេងលក់ជាធម្មតាដោយមិនគិតពីអ្វីឡើយចំណែកឯបងចិត្តវិញគាត់គេងមិនលក់សោះព្រោះដោយឃើញហេតុការណ៍ច្បាស់ពេកនៅពេញមួយយប់នឹងបងចិត្តមិនបានគេងទេរហូតទល់ភ្លឺពេលបងលេងបងចិនគាត់ក្រោកពីគេងមកក៏ឃើញថាបងចិត្តភ្នែកឡើងស្លក់ដូចមនុស្សមិនបានដេកហើយបងលេងសួរថាអាចិត្តហើយវិធីឯងបានជាភ្នែកស្លក់ចឹងដូចជាមនុស្សអត់បានដេកចឹងបងចិត្តគាត់មិននិយាយអ្វីច្រើនក៏បបួលបងចិនឆាប់ចាក់ចេញពីទីនេះហើយចាំគាត់ប្រាប់រឿងរ៉ាវទាំងអស់បងលេងបងចិនឮហើយក៏នាំគ្នារៀបចំអាវហើយចាក់ចេញពីផ្ទះនោះទៅហើយក៏បើកឡានចេញយ៉ាងលឿនមួយសន្ទុះក្រោយមកក៏ទៅដល់ផ្ទះពូសុកពេលនោះពួកគាត់ទាំងអស់គ្នាបានចុះពីលើឡានហើយក៏បានទៅអង្គុយក្រោមផ្ទះរបស់ពូសុកហើយបងចិត្តក៏បានរាយរាប់ពីរឿងជប់មិញឲ្យពួកគាត់បានស្ដាប់ទាំងអស់គ្នាបងលេងបងចិននិងពូសុកស្ដាប់គាត់ថាយប់មិញខ្មោចលងគាត់ដោយមុនដំបូងនឹងគាត់ថាឮសំឡេងកាប់ដីក៏ឆ្ងល់ក៏ចេញពីមុងទៅបើកទ្វារមើលពេលដែលគាត់បើកទ្វារមើលនឹងគាត់ក៏បានឃើញមនុស្សស្រីម្នាក់សក់ឡើងវែងនៅឈរកណ្ដាលវាលស្រែនៅពេលនោះម៉ោងប្រហែលជា1យប់ហើយខ្ញុំឈប់មើលបានមួយសន្ទុះតាមមើលម្នាក់ស្រីនោះដឹងថាគាត់កំពុងលួចមើលនាងក៏បែរមុខយឺតដោយខ្លួននៅស្ងៀមមិនកម្រើកសោះពេលនោះខ្ញុំក៏បិទបង្អួចក្រាំងខ្ញុំរត់ចូលទៅក្នុងមុងភ្លាមដោយមិននិយាយស្ដីអ្វីឡើយប្រហែលមួយសន្ទុះក៏មានសំឡេងបន្លឺឡើងគឺនៅខាងក្រោមផ្ទះតែខ្ញុំនិងអាលេងអាចិនដេកនឹងឯងខ្ញុំឮសំឡេងដូចជាមានមនុស្សកំពុងតែនិយាយគ្នាអ៊ូនៅក្រោមផ្ទះហើយខ្ញុំចុះពីលើគ្រែដើម្បីដើរទៅមើលតាមប្រហោងក្តារផ្ទះ
ខ្ញុំឃើញមានមនុស្សមួយក្រុមកំពុងអង្គុយនៅក្រោមផ្ទះប្រហែលជាពេលនោះតាមមើលពួកវាដឹងថាខ្ញុំកំពុងលួចមើលវាក៏ងាកមុខមកដោយអ្នកខ្លះអត់ភ្នែកអត់ក្បាលដោយក្បាលនោះកំពុងកាន់ជាប់នឹងដៃអ្នកខ្លះបាត់ពាក់កណ្ដាលខ្លួនខ្ញុំឃើញចឹងហើយខ្ញុំរត់ឡើងលើគ្រែវិញហើយឃ្លុំភួយចិត្តឈឹងរហូតមកដល់ពេលព្រឹកនេះបងចិនបងលេងស្ដាប់ហើយក៏ចំហមាត់គ្រប់គ្នាបងលេងបងចិនគាត់ក៏តបថាមិនមែនហែងអញក៏ជួបដែរពូសុកគាត់ក៏តបមានរឿងចឹងផងពូតែងតែទៅដេកនឹងមិនដែលជួបអីផងនឹងបងចិនតបពូមិនជួបអីតែខ្ញុំមិត្តភក្តិរបស់ខ្ញុំជួបបងលេងបាននិយាយថាចិនអើយចិនមកដើរលេងជាមួយឯងម្ដងតាមមើលដំណើរកំសាន្តហើយនឹងអញគឺជាដំណើរកំសាន្តជួបខ្មោចហើយចិនអើយចិនតោះជូនគ្នាទៅផ្ទះវិញមករឿងមួយនេះគឺជារឿងខ្លីទេបើបងប្អូនចូលចិត្តសូមជួយចុច Subscribe និងរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបាទខ្សែកថាដំណើរខ្មោច